ញថាកីឡាករពេជ្រសម្បត្តិវាចាញ់កីឡាករសុកធីតែមានទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកចំណែកសុកធីយូរឡើងវ័យម្ដងមានតែពាក្យរិះគន់ពីអ្នកទស្សនាថ្មីនេះក្នុងវិស័យកីឡាប្រដាល់គុនខ្មែរកំពុងផ្ទុះការវែកញែកកីឡាករកម្ពុជាជួរមុខពីរនាក់គឺកីឡាករពេជ្រសម្បត្តិនិងកីឡាករសុកធីបន្ទាប់ពីកីឡាករទាំងពីរនាក់ជួបប្រកួតគ្នាម្ដងកន្លងមកក្របីព្រៃចាញ់មនុស្សឈើក៏ពិតមែនតែកីឡាករចាញ់កំពុងមានប្រជាប្រិយភាពខ្លាំងជាងអ្នកឈ្នះដែលពេជ្រសម្បត្តិកំពុងមានទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកជាបន្តបន្ទាប់ចំណែកសុកធីយូរឡើងវ័យម្ដងមានតែពាក្យរិះគន់ពីអ្នកទស្សនាការវែកញែកអំពីកីឡាករពេជ្រសម្បត្តិនិងកីឡាករសុកធីនេះមានបងប្អូនមួយចំនួនលើកឡើងថាកុំប្រៀបធៀបគ្នាអីព្រោះពេជ្រសម្បត្តិគេគឺជាកីឡាករល្អគ្រប់យ៉ាងសុកធីមួយថ្ងៃកាត់មួយថ្ងៃកើទេពេលខ្លះវាយទាល់តែអាញាកណ្ដាលប្រមាន3ដងឬដេញចុះពីរែងឯណោះពេជ្រសម្បត្តិជាកីឡាករបុកប្រជាប្រិយទទួលយកការចាញ់ឈ្នះដោយត្រង់រីឯសុកធីវាយក្បាច់ចិត្តមិនសូវលុះឡាំប៉ាពេលខ្លួនចាញ់ប្រកួតថយច្រើនជាងវាយចិត្តមិនសូវខ្លាំងណាមួយគ្រូគេចេះធ្វើទីផ្សារគប់សំសិស្សខ្លាំងកុំភ្លេចថាស្រុកខ្មែរលើកអាណាហើយលើកខ្ពស់មេឃតែបើអស់តម្លៃសម្រាប់គេហើយទើបដឹងបើជន់អ្នកណាហើយរួមគ្នាជន់មិនឲ្យងើបរួចទេរីឯអ្នកខ្លះថាមូលហេតុកីឡាករសុកធីមិនសូវមានទីផ្សារការប្រកួតរបស់គាត់មិនធ្វើឲ្យអ្នកទស្សនាជក់ចិត្តទេខ្ជិលរៀបរាប់ច្រើនណាស់គាត់ប្រកួតមួយទឹកទាត់បាន3ជើងដៃគូបុកគាត់រត់បែបនេះទើបមានការរិះគន់ច្រើននោះគណៈ idol ក្របីព្រៃពេជ្រសម្បត្តិគេថាកីឡាករមួយច្រកតែការប្រកួតជក់ចិត្តក៏ក្រើកល្អមើលគេឈ្មោះកំពុងល្បីល្បាញទាំងក្នុងស្រុកនិងក្រៅស្រុកចំណែកអ្នកខ្លះថាស្រុកខ្មែរវាតែប៉ុណ្្នឹងឯងកុំឆ្ងល់ពេកបើមានសមត្ថភាពតែគ្មានខ្សែគ្មានឱកាសកើបលុយនឹងគេទេតែបើមានខ្សែវិញមិនបាច់ខ្វល់ឡើយមិនខុសពីតារាចម្រៀងទេអ្នកច្រៀងពីរោះអ្នកល្បីម្ចាស់កម្មវិធីធំដណ្ដើមគ្នាយកកីឡាករពេជ្រសម្បត្តិក៏ដូចគ្នាអ្នកទស្សនាគាំទ្រច្រើនទោះចាញ់សុកធីតែប្រជាប្រិយភាពនិងអ្នកគាំទ្រខ្លាំងជាងសុកធីឆ្ងាយណាស់សុកធីជាមនុស្សមានអំនួតថ្វីត្បិតតែគាត់មានក្បាច់ល្អតែគាត់មិនស្ដាប់ពាក្យរិះគន់របស់មហាជនទេបើខ្ញុំស្រឡាញ់ក្បាច់វាយរបស់គាត់តែអត់ចូលចិត្តចរិតរបស់គាត់ឡើយដោយឡែកអ្នកខ្លះថាកុំយកសុកធីមកប្រៀបជាមួយពេជ្រសម្បត្តិអីខុសគ្នាដូចមេឃនឹងដីពេលមនុស្សជួបគូប្រកួតសម្បត្តិផ្ដាំកុំឲ្យថយពេករីឯសុកធីគាត់និយាយយូរហើយតើឲ្យខ្ញុំបដូរមិនបើសិនជាខ្ញុំមានបញ្ហាបាក់ដៃបាក់ជើងមានពីណាចិញ្ចឹមគ្រួសារខ្ញុំចិត្តគាត់វាយមិនលះទេប៉ុណ្ណឹងល្មមយល់ហើយចុះបងប្អូនយល់យ៉ាងណាដែរការវែកញែករបស់ fan អំពីទីផ្សាររវាងកីឡាករពេជ្រសម្បត្តិនិងកីឡាករសុកធីបែបនេះសូមចូលរួម comment និង share តាមការគួរ